ទីក្រុងមូស្គូមានហេតុការណ៍ផ្ទុះគ្រាប់បែកស្លាប់ឧត្តមសេនីយ៍យោធារុស្ស៊ីម្នាក់នៅក្បែរទីក្រុងមូស្គូកាលពីពេលថ្មីៗនេះមុនពេលមានកិច្ចជំនួបពិសេសរវាងលោកពូទីននិងលោកស្ទីវីតខូសប្រិយសិទ្ធិពិសេសរបស់លោកដូណាល់ត្រាំអាញាធររុស្ស៊ីបានកំណត់អត្តសញ្ញាណជនរងគ្រោះថាជាឧត្តមសេនីយ៍យ៉ារ៉ូស្លាវម៉ូស្កាលិចជាមេបញ្ជាការរងនៃអគ្គសេនាធិការដ្ឋានកងទ័ពរុស្ស៊ីតាមមើលទៅករណីផ្ទុះគ្រាប់បែកដែលបង្កប់នៅក្នុងរថយន្តលើកនេះក៏មិនខុសពីករណីផ្ទុះដូចពេលមុននោះទេមិនយូរប៉ុន្មានអ៊ុយក្រែននឹងចេញមុខប្រកាសថាជាស្នាដៃរបស់ខ្លួនហើយករណីធ្វើឃាតនេះក៏អាចជាស្រមោលខ្មៅតាមលោកបន្លាចគម្រោងជួបគ្នារវាងលោកពូទីននិងលោកស្ទីវីតខូសផងដែរលោកដូណាល់ត្រាំទើបតែផ្ដាំទៅលោកពូទីនហើយថ្មីថាគួរបញ្ឈប់ការវាយប្រហារនៅទីក្រុងគៀវប៉ុន្តែបើផ្ទុះគ្រាប់បែកស្លាប់មេតបប៉ុណ្ណាប៉ុណ្ណីបែបនេះតើលោកពូទីនសុខចិត្តស្ដាប់តាមសម្ដីរបស់លោកដូណាល់ត្រាំដែរឬក៏យ៉ាងណាគណៈកម្មការស៊ើបអង្កេតរុស្ស៊ីរកឃើញថាករណីនេះបង្កឡើងដោយគ្រឿងផ្ទុះដែលគេបង្កាញទុកចោលតាមបណ្ដាញ Telegram បាសាដែលមានទំនាក់ទំនងជាមួយនឹងសមត្ថកិច្ចរុស្ស៊ីចុះផ្សាយថាគ្រាប់បែកត្រូវបានគេបង្កប់នៅក្នុងរថយន្តចតចោលទុកនៅស្គៀមនៅទីក្រុងបាឡាស៊ីកានៅពេលមន្ត្រីយោធាខាងលើនេះដែលរស់នៅបណ្ដុំនោះធ្វើដំណើរឆ្លងកាត់រថយន្តនោះគេក៏បញ្ជាពីចម្ងាយឲ្យផ្ទុះគ្រាប់បែកតែម្ដងតាមរយៈវីដេអូឃ្លីបមួយដែលគេបង្ហោះយ៉ាងកក្រឹកកក្រែងនៅលើបណ្ដាញសង្គមរុស្ស៊ីគេឃើញថាគ្រាប់បែកនោះផ្ទុះយ៉ាងកងរំពងហើយរូបថតមួយចំនួនបានបង្ហាញរូបរថយន្តនោះឆេះយ៉ាងពេញទំហឹងរហូតមកទល់នៅពេលនេះអ៊ុយក្រែនមិនទាន់ធ្វើការអត្ថាធិប្បាយនៅឡើយនោះទេករណីផ្ទុះគ្រាប់បែកខាងលើចុងក្រោយនេះបើសិនជាស្នាដៃរបស់អ៊ុយក្រែនពិតមែនវាអាចនឹងមានបញ្ហាមិនស្រួលហើយអាចផ្ទុយទៅនឹងចំហរបស់លោកត្រាំលោកដូណាល់ត្រាំរងចាំយ៉ាងអន្ទះសារចង់ឃើញដំណើរការនៃការចរចាមានការរីកចម្រើនទៅមុខមុនពេលខួប100ថ្ងៃនៃការឡើងកាន់អំណាចរបស់គាត់នៅអាទិត្យក្រោយនេះបើទោះបីជាលោកពូទីនច្រានចោលសំណើបត់ឈប់បាញ់ម្ដងជាពីរដងនិងបន្តវាយប្រហារអ៊ុយក្រែនដោយមីស៊ីលនិងយន្តហោះដ្រូនជារៀងរាល់ថ្ងៃក៏ដោយប៉ុន្តែលោកដូណាល់ត្រាំមិនបានដាក់ការស្ដីបន្ទោសទៅឲ្យរុស្ស៊ីនោះទេលោកច្រានរិះគន់ទៅលោកសេឡិនស្គីថាជាអ្នកយកជើងរាទឹកទៅវិញហើយទើបតែរយៈពេលចុងក្រោយនេះដែលលោកដូណាល់ត្រាំរិះគន់លោកពូទីនថាមិនគួរណាវាយប្រហារទីក្រុងគៀវតទៅទៀតនោះទេព្រោះគ្មានផលចំណេញសម្រាប់រុស្ស៊ីគួររំលឹកផងដែរថាចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ2022រហូតមកដល់នៅពេលនេះមានមេបញ្ជាការកងទ័ពរុស្ស៊ីថ្នាក់វរៈសេនីយ៍ថ្នាក់ឧត្តមសេនីយ៍ស្លាប់យ៉ាងរង្គាលក្រោមស្នាដៃរបស់អ៊ុយក្រែនមេកងទ័ពរុស្ស៊ីខ្លះស្លាប់ដោយការបំពេញបេសកកម្មនៅលើសមរភូមិនិងខ្លះទៀតស្លាប់ដោយសារការផ្ទុះគ្រាប់បែកដែលបង្កប់នៅក្នុងរថយន្ត